បាទបងប្អូនបាទសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតចែករំលែកតិចតួចពីវិធីសាស្ត្រដែលយើងអាច record screen ជាលក្ខណៈវីដេអូឬមួយក៏ជាលក្ខណៈរូបភាពដោយប្រើកម្មវិធី original របស់ Windows តែម្ដងដែលយើងអត់ចាំបាច់ទៅ install app អីផ្សេងក្រៅពីរបស់ Windows ក៏បានដែរមិនបាច់ចាំទៅចំណាយលុយទៅទិញឬមួយក៏អត់ចាំបាច់ចំណាយលុយទៅប្រើកម្មវិធី crack បាទប៉ុន្តែដោយសារតែធម្មតារបស់គេ free មកក៏វាមិនជាមាន option ឯច្រើនទេប៉ុន្តែបើយើងគ្រាន់តែ screenshot ហើយយើង add note តិចតួចឬមួយក៏យើង record ជាទៅវីដេអូតិចតួចធម្មតាអត់ចាំបាច់ត្រូវកែកុនអីទេយើងអាចប្រើ original របស់ Windows បានអូខេអញ្ចឹងជំហានដំបូងយើងចូលមកកាន់search នេះមកបើសិនជាយើងពិបាកនឹងរកមិនដឹងថារកមិនព្រោះនៅក្នុង Windows 10ហើយនិង Windows 11វាឆ្លាតនៅក្នុងកន្លែង option search នេះបើយើងចង់បានអីយើង search សរសេរត្រង់អញ្ចឹងមកអូខេអញ្ចឹងឥឡូវបើសិនជាខ្ញុំចង់បានscreen record មួយអញ្ចឹងណា screen recording នេះវានឹង search ឲ្យយើងនេះមកដល់នេះទៀតនេះវានឹង search ឲ្យយើងនេះកម្មវិធីទៀតហើយវានឹងរត់ទៅ Microsoft Store របស់វាតែម្ដងអញ្ចឹងយើងអាចទៅមាន free មានឬមួយក៏អីណាវាមានច្រើនទៀតអូខេអាហ្នឹងវាសម្រាប់យើងអានេះចែកម្លែកទីទួយថាយើងចង់ប្រើកម្មវិធី search ណាបើយើង search អត់ឃើញប៉ុន្តែនៅក្នុង Windows គឺវាមានកម្មវិធីមួយថ្មីបើសិន Windows 10ក៏វាឈ្មោះនឹងដូចគ្នាដែរប៉ុន្តែដូចជាមានចំនួន update ទីរៀងដូចជាគៀកចុងក្រោយដែរมันវាមាន option record screen ហ្នឹងណាតែបើនៅលើ Windows 11នេះគឺវាមានតែម្ដងហើយក៏វាទើបតែ update ថ្មីដែរអញ្ចឹងកម្មវិធីនេះឈ្មោះ Snipping Tool ដែលបងប្អូននេះដោយសារខ្ញុំទើបបើកមុននឹងមិញតែបើបងប្អូនអត់ទាន់មានដូចខ្ញុំទេអ្នកបងប្អូនអាច search ពាក្យថា Snipping Tool Snipping Tool នេះបើនៅលើ Windows ស៊េរីចាស់ដូចជាបើកមកអត់ទេបានន័យថាវា interface ដូចគ្នាទេនេះ interface វារៀងធំជាងនឹងបន្តិចហើយអញ្ចឹងណាហើយខ្ញុំពិបាកនឹងចាំដែរដោយសារឥឡូវយើងប្រើតែ Windows 11យើងឡើងប្រើ Windows 10អញ្ចឹងភ្លេចinterface របស់វាអូខេអញ្ចឹងកន្លែងនេះយើងបងប្អូនឃើញហ៎យើងបើកមកគឺបើ Snipping Tool ហ្នឹងមកគឺយើងមាន2 option បាទមាន2 option ទី1អានេះបើរូបកាមេរ៉ានេះគឺយើងយើង capture យើង screenshot យកតែ screen នេះឃើញទេ screenshot យកតែ screen ទេហើយបើសិនជារូបវីដេអូនេះរូបកាមេរ៉ាសម្រាប់ថតវីដេអូនេះគឺយើងសម្រាប់ថតជាវីដេអូនៅលើ screen laptop របស់យើងឬមួយក៏ desktop របស់យើងមកអូខេហើយយើងមាន shortcut របស់វានេះបងប្អូនឃើញទេ shortcut របស់វាអញ្ចឹងបើសិនជាយើងចង់ថតយើងគ្រាន់តែ screenshot តែនេះទេយើងប្រើ shortcut Windows ចុច Shift ហើយបូក S មានន័យថាយើងចុច logo Windows មក key Windows មួយមកហើយចុច Shift ហើយអក្សរ S តាណាគ្នាមកគឺវានឹង load ឲ្យយើងតោះឥឡូវខ្ញុំសាកមើលហើយមួយទៀតអានេះ Windows Shift O អូខេអញ្ចឹងឥឡូវខ្ញុំបិទចោលខ្ញុំចុច Windows Shift S អូខេនេះគេបងប្អូនគេវានឹង load ឲ្យយើងតែម្ដងអញ្ចឹងយើងអាចមកយើងចង់ឥឡូវយើងចង់ capture យកទៅត្រឹមនេះអញ្ចឹងទៅអញ្ចឹងយើង capture ទៅត្រឹមហ្នឹងមកយ៉ាវានឹង load ទាំងមួយជាប់បាត់ហើយអានេះទៅបាត់ហើយនិយាយទៅ capture ពឹបទៅហ្មងអញ្ចឹងបើយើងយក Snipping Tool នេះសារថ្មីយើងចុចចេះក៏បានដែរនេះអូខេនេះវា load ចឹងហ៎វា load ចឹងឲ្យយើងហើយយើងអាចពេលដែលយើងនេះមកនេះយើងអាចកែ content តិចតួចបានទៀតឬមួយក៏យើង crop បន្ថែមក៏បានដែរហើយចឹងទៅយើង apply change ឬមួយក៏នេះគឺយើងចង់យករូបភាពហ្នឹងទៅ edit ជាមួយនឹង paint ហើយក៏បានដែរវាចឹងណាអូខេអញ្ចឹងខ្ញុំសាកម្ដងទៀតជាមួយនឹង Windows Shift A ហើយយើងចុចបែបនេះមកតាមពិតវាត្រូវ load ដោយសារខ្ញុំអត់បាននេះបិទ disturb do not disturb ជាប់ do not disturb អញ្ចឹងខ្ញុំសូមបិទ do not disturb មួយសិននេះវាថាពិត load មកតាវា load មកឲ្យយើងតែដោយសារជាប់ do not disturb អូខេអញ្ចឹងខ្ញុំសូមបិទមួយអញ្ចឹងខ្ញុំសូមធ្វើតេស្តម្ដងទៀតខ្ញុំ record ខ្ញុំ capture ម្ដងទៀតនេះវាត្រូវ load បែបនេះបងប្អូនដោយសារតែមិញកុំព្យូទ័រខ្ញុំវាជាប់ do not disturb ខ្ញុំអត់បានបើកខ្ញុំអត់បានបិទ option ហ្នឹងណាអញ្ចឹងវាអត់ load ឲ្យយើងអញ្ចឹងនៅពេលដែលយើងប្រើនេះហើយយើងចង់ capture អីមួយរួចនេះវានឹង load បែបនេះអញ្ចឹងយើងចុចលើវាមកអូខេវានឹងចេញឲ្យយើងកែកុនអីតិចតួចអីចឹងទៅដល់ពេលយើងចង់តេស្តមើល record screen Windows Shift O ហើយក៏វាឲ្យយើងកំណត់ដែរតែឥឡូវយើងឲ្យវា record មួយកណាត់ណាត្រឹមហ្នឹងអញ្ចឹងទៅយើងយកត្រឹមនេះអូខេយើងយកប៉ុណ្នេះហើយយើងយក select នេះ microphone នេះ
ចឹងខ្ញុំមាន2ខ្ញុំមាន2ឯងគឺខ្ញុំអានេះ original របស់ laptop តែខ្ញុំអត់ទេខ្ញុំប្រើ microphone របស់ Logitech ចឹងណាចឹងខ្ញុំ select យកនឹង pub មកយកខ្ញុំអត់យកនេះទេខ្ញុំយកនឹង pub ដោយសារតែខ្ញុំកំពុងតែជាប់ record screen ដែរអញ្ចឹងវាកន្លែងនេះវាទៅជាយើងអាច select កើតទេដោយសារតែវាជាប់ខ្ញុំជាប់ record screen ដែរអញ្ចឹងយើងអាចទៅសូមបតង់ទៀតទេអញ្ចឹងបងប្អូន select កន្លែងហ្នឹងមកហ្នឹងសម្រាប់បងប្អូនដែលយើងយករើសយក microphone អូខេអញ្ចឹងខ្ញុំអត់នេះទេវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងដែរសម្រាប់ការប្រើប្រាស់អញ្ចឹងប្រហែលជាអាចនឹងមានបងប្អូនភាគច្រើនគាត់អត់ដឹងទេគាត់ទៅព្យាយាមរកកម្មវិធី record screen អីផ្សេងទៀតមក install ឬមើលក៏អីចឹងទៅអូខេអញ្ចឹងយើងមានរបស់ដែលអាចប្រើបាន free ហើយ original របស់ Windows ហើយយើងប្រើទៅយើងកុំឲ្យខាតអូខេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន